សួស្តីអ្នកទាំងអស់គ្នាវិលមកជួប admin star ជាថ្មីនៅក្នុងសាច់រឿងអ្នកសង្គ្រោះបេះដូងលាក់មកដែលជាភាគទី18នៅសល់តែ2ភាគទៀតនោះទេគឺដល់ភាគបញ្ចប់វិញណាកុំភ្លេចតាមដានជាមួយ admin នឹងទាំងអស់គ្នាហើយមុននឹងចូលមកដល់សាច់រឿងហ្នឹង admin ស្នងពរអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច subscribe like និងរូបកណ្ដឹងដល់ channel ថ្មីរបស់ admin ម្នាក់មួយផងតោះឥឡូវនេះយើងចូលទៅដល់សាច់រឿងហ្នឹងតែម្ដងទៅនៅក្នុងភាគទី18ហ្នឹងគេក៏បានបង្ហាញកន្លែងនេះមួយយើងបានដឹងសិនមុនពេលដែល healer នឹងគាត់បានមកយកកសែតនៅកន្លែងធាតុលោកប៉ារបស់គាត់ហ្នឹងគឺកូនចៅរបស់គាត់ម្នាក់នេះគឺបានមកយកកសែតហ្នឹងមុនគាត់បាត់ទៅហើយគេក៏បានយកកសែតសម្បកទទេហ្នឹងយកមកបន្លំទុកនៅក្នុងធាតុលោកប៉ារបស់គេហ្នឹងដើម្បីបំភាន់ភ្នែករបស់ក្មេងអន្តពាមួយក្រុមឯងចឹងទៅណារួចហើយហ្នឹងគេក៏បានយកមកឲ្យមុនហោហើយនៅពេលដែលមុនហោហ្នឹងគាត់បានចាក់ស្ដាប់ទៅគេហ្នឹងក៏បានខលទៅប្រាប់ healer ប្រាប់ថាលោកប៉ារបស់ healer ហ្នឹងគឺមិនមែនជនសង្ស័យនោះទេប៉ុន្តែលោកប៉ារបស់ healer ហ្នឹងគឺជាសាក្សីដែលថាគាត់ហ្នឹងបានឃើញក្មេងពៀមួយក្រុមហ្នឹងបានសម្លាប់ទៅលើលោកប៉ារបស់យ៉នស៊ីនហើយកំឡុងពេលហ្នឹងគាត់ក៏បានថតរូបភាពខ្លះៗដែលគេបានសម្លាប់លោកប៉ារបស់យ៉នស៊ីនហ្នឹងយកមកប្តឹងឯប៉ូលីសចំណែកលោកផាដងឈលវិញហ្នឹងគឺមិនមែនដោយសារតែលោកប៉ារបស់ healer ទៅធ្វើឲ្យគេហ្នឹងបណ្ដេញគាត់ចេញពីក្រុមការងារនោះទេគឺដោយសារតែមានអ្នកប្លន់កញ្ចែម្នាក់ទៅធ្វើឲ្យគេហ្នឹងបានដេញលោកផាដងឈលចេញតែប៉ុណ្ណោះហើយកសែតហ្នឹងគឺជាកសែតដែលលោកផាដងឈលហ្នឹងគាត់បានរក្សាទុកក្នុងឆ្នាំ1992មកដល់ថ្ងៃហ្នឹងហើយឈុតនៅកន្លែងហ្នឹងគេក៏បានបង្ហាញឲ្យយើងឃើញត្រឹមប៉ុណ្្នឹងឯងបន្ទាប់មកហ្នឹងគេក៏បានកាត់ចូលមកដល់ healer នៅនេះវិញម្ដងនេះឥឡូវហ្នឹងគាត់ហ្នឹងក៏បានត្រូវក្រុមរបស់ elder ហ្នឹងចាប់គាត់ទុកនៅក្នុងហ្នឹងផងដែររួចហើយហ្នឹងគេក៏បានដកវ៉ែនតារបស់ healer ចេញថែមទៀតអញ្ចឹងនៅពេលដែលដកវ៉ែនតាហ្នឹងរួចហើយហ្នឹងកូនចៅរបស់គេហ្នឹងក៏បានប្រាប់ elder ថា healer ហ្នឹងគឺមានឈ្មោះថាផាក់បងសូដែលជាអ្នកផ្សារព័ត៌មានម្នាក់ឯងចឹងទៅប៉ុន្តែ elder ហ្នឹងគឺគាត់មិនជឿនោះទេគាត់ក៏បានសួរថា healer ហ្នឹងគឺជា healer ហ្នឹងមែនចំណែក healer គឺគាត់បានបដិសេធគាត់ថាគាត់មិនមែនជា healer នោះទេហើយកំឡុងពេលហ្នឹងស្រាប់តែយ៉ងស៊ីនហ្នឹងគេក៏បានប្តឹងប៉ូលីសប្រាប់ថាក្រុមអ្នកសារព័ត៌មានរបស់គាត់ហ្នឹងត្រូវបានម្ចាស់ផ្ទះមួយហ្នឹងចាប់គ្នារបស់គាត់ហ្នឹងយកចូលទៅក្នុងហើយគឺតាក់ទងអត់បានទេអញ្ចឹងនៅពេលដែលក្រុមក្មេងទំនើងហ្នឹងគេបានដឹងគេយកមកប្រាប់ elder អញ្ចឹងហើយហ្នឹងគេក៏ឲ្យកូនចៅរបស់គេហ្នឹងចេញទៅក្រៅសិនទៅគេត្រូវការនិយាយគ្នាជាមួយនឹង elder បើផ្លេតសិនហើយនៅពេលហ្នឹងផងដែរហ្នឹង elder ហ្នឹងគេក៏បានអត់ធូបមួយសរសៃបន្ទាប់មកហ្នឹងក៏បានជជែកគ្នាអំពីនេះអំពីនោះអីអញ្ចឹងទៅស្រាប់តែធ្វើឲ្យ healer ហ្នឹងគេក៏បានងងុយគេហ្នឹងតែម្ដងដោយសារតែភ្លើងធូបរបស់គេហ្នឹងបន្ទាប់មកហ្នឹង elder ហ្នឹងគេក៏បានចាក់ចេញពីកន្លែងហ្នឹងទៅហើយភ្លាមហ្នឹងស្រាប់តែយ៉ងស៊ីនហ្នឹងគេក៏បានចូលមកដល់ក៏ឃើញ healer កំពុងតែគេងអញ្ចឹងតែម្ដងហ្មងទៅហើយគាត់ហ្នឹងក៏សួរថាហេតុអីនៅពេលដែលគាត់ហ្នឹងបានជួបជាមួយនឹង healer ពេលណាម្ដងមិនក៏ healer ហ្នឹងចេះតែគេងបែបហ្នឹងអញ្ចឹងរួចហើយយ៉ងស៊ីនហ្នឹងគាត់ក៏សួរថាតើ healer ហ្នឹងត្រូវថ្នាំរបស់គេមែនបើសិនជាត្រូវថ្នាំរបស់គេចាំគាត់ហ្នឹងជូនទៅមន្ទីរពេទ្យណែ healer ហ្នឹងគាត់មិនឲ្យយ៉ងស៊ីនហ្នឹងជូនគាត់ទៅមន្ទីរពេទ្យទេគាត់សុំគេនៅលើស្មារបស់យ៉ងស៊ីនហ្នឹងមកផ្លែតសិនហើយកំឡុងពេលហ្នឹងស្រាប់តែប៉ូលីសហ្នឹងគេក៏បានចូលមកដល់ហើយយ៉ងស៊ីនហ្នឹងគាត់បានប្រាប់ថាឥឡូវហ្នឹងគាត់បានរកឃើញអ្នកកសែតគ្នារបស់គាត់ហើយឥឡូវហ្នឹងគ្នាគេហ្នឹងគឺកំពុងតែគេងអញ្ចឹងនៅពេលដែលប៉ូលីសទៅបាត់អស់ទៅហ្នឹង healer ហ្នឹងគេក៏បានសួរនាំអំពីរឿងលោកប៉ារបស់គេថាតើរឿងលោកប៉ារបស់គេហ្នឹងគឺយ៉ាងម៉េចអីអញ្ចឹងទៅណាចំណែកយ៉ងស៊ីនហ្នឹងគេបានប្រាប់ថានៅក្នុងឆ្នាំ1992ហ្នឹងលោកប៉ារបស់គេហ្នឹងបានធ្វើដំណើរទៅយកសារព័ត៌មានមួយជាមួយគ្នាគេទាំង3នាក់អីអញ្ចឹងទៅណាហើយលោកប៉ារបស់គេហ្នឹងគឺមានភាពស្និទ្ធស្នាលជាមួយនឹងគ្នាហ្នឹងខ្លាំងមែនតែនហើយនៅពេលដែលដល់កន្លែងយកសារព័ត៌មានហើយហ្នឹងគេឆ្ងល់ខ្លាំងមែនតែនថាតើពួកគេហ្នឹងលក់អីគេមិនក៏បានលុយអីច្រើនខ្លាំងម៉េចការពិតទៅគឺពួកគេលក់របស់ខុសច្បាប់ណាទាំងអស់គ្នាអញ្ចឹងហើយហ្នឹងក្រុមអន្តពានហ្នឹងគេក៏បានឃើញលោកប៉ារបស់ពួកគេទាំងពីរនាក់ហ្នឹងបន្ទាប់មកហ្នឹងលោកប៉ារបស់យ៉ងស៊ីនហ្នឹងក៏បានជជែកគ្នាជាមួយនឹងលោកប៉ារបស់ healer ជជែកចុះជជែកឡើងទៅក៏បានធ្វើឲ្យធុងនឹងមួយនឹងជ្រុះក៏ធ្វើឲ្យពួកគេបានដឹងខ្លួនអីអញ្ចឹងទៅណាបន្ទាប់មកលោកប៉ារបស់យ៉ងស៊ីនហ្នឹងគាត់បានប្រាប់ថាគាត់នឹងបញ្ឆោតពួកគេហ្នឹងឲ្យទៅតាមគាត់បន្ទាប់មកឲ្យលោកប៉ារបស់healerហ្នឹងចូលទៅយករបស់ហ្នឹងមកធុងមក
គ្រាន់តែនិយាយដាក់មកគ្នារួចហើយនោះលោកប៉ារបស់យ៉ងស៊ីនហ្នឹងក៏បានបញ្ឆោតពួកគេហ្នឹងឲ្យទៅតាមគាត់រីឯលោកប៉ារបស់ Healer ហ្នឹងក៏បានចូលទៅយកអាធុងហ្នឹងមួយអញ្ចឹងទៅណានៅពេលដែលគាត់យកបានរួចហើយហ្នឹងគាត់ក៏បានយកដាក់មកក្នុងឡាននេះហើយគាត់ក៏បានប្រាប់មុនស៊ីកថាឲ្យមុនស៊ីកហ្នឹងចាំនៅនឹងសិនហើយគាត់ត្រូវទៅយកគ្នាគាត់ម្នាក់ទៀតសិនសារឥឡូវហ្នឹងគ្នារបស់គាត់ហ្នឹងគឺមានគ្រោះថ្នាក់អីនៅពេលដែលគាត់បានទៅដល់ទៅក៏បានឃើញពួកគេហ្នឹងបានសម្លាប់លោកប៉ារបស់យ៉ងស៊ីនហ្នឹងតែម្ដងហើយគាត់បំរុងថាចេញទៅជួយនឹងប៉ុន្តែមុនស៊ីកហ្នឹងគាត់ក៏បានមកខាត់ថាកុំឲ្យមិត្តភ័ក្តិរបស់គេហ្នឹងចេញទៅអីប៉ុន្តែលោកប៉ារបស់យ៉ងស៊ីនហ្នឹងគេមិនព្រមទេក៏បានចេញទៅថតរូបភាពទាំងអស់ហ្នឹងបានមកស្លាប់បន្ទាប់មកហ្នឹងមុនស៊ីកហ្នឹងគេក៏បានជួយយកលោកប៉ារបស់យ៉ងស៊ីនហ្នឹងចាក់ចេញពីកន្លែងហ្នឹងភ្លាមតែម្ដងនៅពេលដែលពួកគេហ្នឹងបានកិច្ចខ្លួនរួចអស់ហើយហ្នឹងលោកប៉ារបស់ Healer ហ្នឹងគេក៏បានយកផតតាំងទាំងអស់ហ្នឹងយកមកប្តឹងប៉ូលីសហើយប៉ូលីសហ្នឹងគេក៏បានថតសម្លេងរបស់លោកប៉ារបស់ Healer ហ្នឹងទុកផងដែរហើយកំពុងតែប្រាប់សុកហ្នឹងស្រាប់តែមានគេមួយក្រុមគេក៏បានមកឃាត់ខ្លួនលោកប៉ារបស់ Healer ហ្នឹងអញ្ចឹងហើយកសែតហ្នឹងគឺថតសម្លេងពួកគេហ្នឹងបានត្រឹមតែប៉ុណ្ណឹងឯងនៅពេលដែលយ៉ងស៊ីនហ្នឹងគាត់ចេញពីការសម័យវិញ Healer ហ្នឹងគេបានប្រាប់ថាគេជប់ធ្វើជា Healer តទៅទៀតហើយគឺគាត់នឹងធ្វើខ្លួនសាមញ្ញដូចជាអ្នកដទៃអញ្ចឹងដើម្បីបានរស់នៅជាមួយនឹងយ៉ងស៊ីនរីឯមុនស៊ីកនៅណែវិញម្ដងនៅពេលដែលគាត់ហ្នឹងបានញ៉ាំអាហាររួចហើយហ្នឹងគាត់ក៏បានចូលមកក្នុងបន្ទប់របស់គាត់ហើយគាត់ហ្នឹងក៏បានសម័យទៅដល់ក្នុងឆ្នាំ1992ហ្នឹងគឺមានថ្ងៃមួយហ្នឹងក្រុមរបស់ Elder ហ្នឹងក៏បានវាយគេរហូតទាល់តែបែកមុខបែកមាត់អញ្ចឹងតែម្ដងណារួចហើយហ្នឹងគេក៏បានបង្ខំឲ្យគាត់ហ្នឹងសារភាពមួយបង្កាច់ទៅកាន់មិត្តភ័ក្តិរបស់ពួកគេអញ្ចឹងហើយហ្នឹងនៅក្នុងថ្ងៃនេះគាត់ក៏បានមកសារភាពថាការពិតទៅលោកប៉ារបស់ Healer គឺជាអ្នកសម្លាប់លោកប៉ារបស់យ៉ងស៊ីនដោយសារតែលុយហើយគេក៏បានកាត់ចូលមកដល់លោកប៉ាយ៉ងស៊ីនជាមួយនឹងយ៉ងស៊ីននៅណែវិញម្ដងនៅក្នុងថ្ងៃហ្នឹងគឺជាខួបកំណើតរបស់យ៉ងស៊ីនអញ្ចឹងហើយយ៉ងស៊ីនហ្នឹងគេក៏បានយកនំអ្នកម៉ាក់របស់គេហ្នឹងយកមកធ្វើជានំខួបរបស់គេអញ្ចឹងទៅណាប៉ុន្តែនំរបស់គេហ្នឹងគឺបែកខ្ទេចតែម្ដងធ្វើឲ្យពួកគេហ្នឹងឡើងអស់សង្ឃឹមគេនិយាយថានៅក្នុងថ្ងៃហ្នឹងគេមិនបានទៅណាឆ្ងាយស្អីនោះទេគេខំថែនំហ្នឹងបានយ៉ាងល្អប៉ុន្តែចុងក្រោយបែកជានំហ្នឹងបែកទៅវិញធ្វើឲ្យគេហ្នឹងហួសចិត្តមែនតែនហ្មងណានិយាយគ្នារួចហើយហ្នឹងយ៉ាងទៀតហ្នឹងគេក៏បានបញ្ចុកនំរបស់គេហ្នឹងទៅកាន់លោកប៉ារបស់គេដោយក្តីរីករាយមើលទៅគ្រួសាររបស់គេហ្នឹងគឺមានក្តីសុខខ្លាំងមែនតែននៅពេលដែលយ៉ងស៊ីនហ្នឹងបានចូលមកក្នុងបន្ទប់វិញក៏បានជួប Healer នៅក្នុងបន្ទប់របស់គេហើយគេហ្នឹងក៏សួរថាតើ Healer ហ្នឹងចូលតាមណា Healer ហ្នឹងគេក៏បានស្ទុះទៅអោបយ៉ងស៊ីនតែម្ដងគេមិនបានឆ្លើយទេរួចហើយហ្នឹងយ៉ងស៊ីនហ្នឹងគេក៏បានហាមថា Healer ហ្នឹងបានប្រាប់គាត់ហើយថាគាត់ហ្នឹងនឹងត្រៀមខ្លួនដើម្បីធ្វើជាមនុស្សធម្មតាដូចគេដូចឯងអញ្ចឹងគាត់ក៏បានដាក់បំរាមដីទៅឲ្យ Healer បំរាមទី1នោះគឺមិនឲ្យគាត់ហ្នឹងចូលមកក្នុងបន្ទប់របស់គាត់ហ្នឹងតាមបង្អួចនោះទេគឺឲ្យចេញចូលតាមទ្វារអញ្ចឹងទៅណាហើយបំរាមទី2នោះគាត់ចង់ឲ្យ Healer ហ្នឹងទៅណែនាំខ្លួនរបស់គាត់ហ្នឹងឲ្យលោកប៉ារបស់គាត់ហ្នឹងបានដឹងថាគាត់ហ្នឹងគឺជាមិត្តភក្តិរបស់យ៉ងស៊ីនអីអញ្ចឹងទៅបើសិនជាចង់នាំគាត់ទៅដើរលេងនៅកន្លែងណាអីគឺត្រូវតែសុំអនុញ្ញាតពីលោកប៉ារបស់គេសិនចំពោះបំរាមទី3នោះគេប្រាប់ថានៅក្នុងថ្ងៃហ្នឹងគឺជាថ្ងៃកំណើតរបស់គេអញ្ចឹងហើយ Healer ត្រូវតែមានកាដូជូនគេបន្តិចបន្តួចហើយភ្លាមហ្នឹង Healer ហ្នឹងគេក៏បានដកខ្សែករបស់គេហ្នឹងឲ្យទៅកាន់យ៉ងស៊ីនចំណែកយ៉ងស៊ីនគេប្រាប់ថាថ្ងៃហ្នឹងគឺជាថ្ងៃកំណើតរបស់គេមិនក៏មិនទិញរបស់ណាថ្មីតូចតាចអីមួយមកឲ្យគេទៅចាំបាច់អីឲ្យខ្សែកចាស់អញ្ចឹងហើយ Healer ហ្នឹងគេបានប្រាប់ថាតែពិតទៅខ្សែកហ្នឹងមិនមែនជាខ្សែកធម្មតានោះទេវាគឺជាខ្សែកដែលមាន GPS នៅក្នុងហ្នឹងនៅពេលដែលយ៉ងស៊ីនទៅណាឆ្ងាយឬក៏នរណាចាប់ទៅណាទៅណីអីចឹងទៅឲ្យយ៉ងស៊ីនហ្នឹងបើក GPS នោះទៅនៅពេលនោះគេនឹងបានដឹងថាយ៉ងស៊ីនហ្នឹងទៅណាទៅណីអញ្ចឹងទៅណាហើយបើសិនជាយ៉ងស៊ីនហ្នឹងមិនចង់បើក GPS នោះទេឲ្យគាត់បិទក៏បានដែរគឺងាយស្រួលខ្លាំងណានិយាយរួចហើយហ្នឹង Healer ហ្នឹងគេក៏បានពាក់ខ្សែកហ្នឹងទៅឲ្យយ៉ងស៊ីនបន្ទាប់មកយ៉ងស៊ីនហ្នឹងគេក៏បានប្រាប់ថាឲ្យ Healer ហ្នឹងទៅណែនាំខ្លួនលោកប៉ារបស់គេចេញចូលតាមទ្វារអញ្ចឹងទៅកុំឲ្យចេញចូលតាមបង្អួចអីអញ្ចឹងណាមានណាគ្រាន់តែកន្លែងក្រោយទៅស្រាប់តែ Healer ហ្នឹងចេញតាមបង្អួចទៅបានឥឡូវនេះ Healer ហ្នឹងគេក៏បានមកដល់កន្លែងលោកប៉ារបស់យ៉ងស៊ីនហើយគេហ្នឹងក៏បានណែនាំខ្លួនទាំងពេលបើអីអញ្ចឹងទៅគាត់ប្រាប់ថាគាត់គឺជាមិត្តភក្តិរបស់យ៉ងស៊ីនបន្ទាប់មកលោកប៉ារបស់យ៉ងស៊ីនហ្នឹងគេក៏បាននាំគាត់ហ្នឹងចូលមកក្នុងបន្ទប់នេះមួយហើយភ្លាមហ្នឹងស្រាប់តែយ៉ងស៊ីនហ្នឹងគេក៏បានចូលមកដល់ប៉ុន្តែលោកប៉ារបស់គេហ្នឹងគឺមិនឲ្យយ៉ងស៊ីនហ្នឹងចូលនោះទេគឺគាត់ហ្នឹងទៅចែកគ្នាតែជាមួយ Healer តែប៉ុណ្ណោះហើយគាត់ហ្នឹង
ខឹងជាមួយនឹង Healer ខ្លាំងមែនតើគាត់ចង់ទៅវាយ Healer នោះទេបន្ទាប់មកហ្នឹងគាត់ក៏បានស្ដីឲ្យទៅកាន់ Healer គាត់ស្ដីឲ្យថាចុះហេតុអីនៅថ្ងៃមុននោះមិនក៏គាត់ហ្នឹងមកថើបយ៉ងស៊ីននៅចំពោះមុខគាត់អញ្ចឹងចុះមិនក៏មិនរងចាំដល់រៀបការរួចហើយទៅចាំថើបគ្នាទៅវាយ៉ាងម៉េចមិនក៏ធ្វើមិនបានអញ្ចឹងចំណែក Healer ហ្នឹងគេបានតបថាការពិតទៅគាត់មិនបានធ្វើអ្វីខុសនោះទេគាត់គ្រាន់តែថើបបន្តិចបន្តួចថាមានអីខុសទៅបន្ទាប់មកគាត់ក៏បានញ៉ាំការ៉េមនៅកន្លែងនេះមួយនេះហើយគាត់ទៅមានការផិតភ័យខ្លាចខ្លាំងមែនទែនខ្លាចតែលោកប៉ារបស់គាត់ហ្នឹងវាធ្វើបាបទៅលើ Healer នោះទេសាច់រឿងមួយហ្នឹងគេក៏បានកាត់ចូលលោកពូអូទេវ៉ននៅនេះវិញម្ដងឥឡូវហ្នឹងគេក៏បានលួចចូលក្នុងខុនដូរបស់ Moon Ho ដើម្បីលួចយកកាសែតរបស់ Moon Ho អាចាស់ចាស់ហ្នឹងណាដើម្បីយកឲ្យ Moon Sik ហ្នឹងយកមកផ្សាយព័ត៌មានហើយនៅក្នុងព័ត៌មានហ្នឹង Moon Sik ហ្នឹងគេបានប្រាប់ថាគេនឹងគឺជាអ្នកយកសារព័ត៌មាននៅក្នុងឆ្នាំ1980ហ្នឹងដែលបានដេញចាប់ចោលនៅក្នុងឆ្នាំ1980ហ្នឹងថែមទាំងបានរក្សាកាសែតដែលគេនឹងបានចាប់ចោលនៅក្នុងឆ្នាំ1980ហ្នឹងទៀតនិយាយរួមទៅគឺគាត់ផ្សាយបែបហ្នឹងដើម្បីឲ្យគេនឹងមើលមកគាត់ថាគាត់នឹងគឺជាអ្នកយកសារព័ត៌មានដ៏ល្អម្នាក់នៅក្នុងឆ្នាំ1980ហ្នឹងដើម្បីលើកមុខលើកមាត់របស់គាត់ទេអញ្ចឹងទៅណាប៉ុន្តែការពិតទៅកាសែតហ្នឹងគឺជាកាសែតរបស់ Moon Ho ទេធ្វើឲ្យ Moon Ho ហ្នឹងគេខឹងខ្លាំងមែនតើដែលថាបងប្រុសរបស់គេនឹងយកកាសែតរបស់គេទៅប្រាប់គេថាគាត់នឹងគឺជាអ្នកថែរក្សាកាសែតរបស់គាត់នឹងទៅវិញលុះដល់ស្អែកឡើងស្រាប់តែមានព្រះរាជញាហ្នឹងគេក៏បានមករឹបអូសក្រុមហ៊ុនកាសែតរបស់ Moon Ho ដោយចោទប្រកាន់ថាក្រុមហ៊ុនរបស់គាត់នឹងគឺផ្សាយព័ត៌មានមិនពិតបំភ្លៃការពិតអីអញ្ចឹងទៅនៅពេលដែលគាត់នឹងត្រឡប់មកដល់ផ្ទះរបស់គាត់វិញមិនទាន់នឹងបានចុះពីលើឡានផងស្រាប់តែមានគេមកក្រុមក៏បានចាប់គាត់នឹងត្រឡប់ទៅជាមួយគេនឹងតែម្ដងរីឯ Healer នៅនេះវិញគេក៏បានឃើញកាមេរ៉ារបស់ Moon Ho នៅកន្លែងហ្នឹងអញ្ចឹងហើយទើបគេបានដឹងថា Moon Ho ហ្នឹងគឺត្រូវបានគេនឹងចាប់គាត់យកទៅបាត់ហើយអញ្ចឹងហើយហ្នឹងគាត់ក៏បានប្រាប់ថាឥឡូវហ្នឹង Moon Ho ត្រូវបានគេចាប់យកទៅបាត់ហើយតើយ៉ងស៊ីហ្នឹងទៅជាមួយគាត់អត់គាត់ឥឡូវហ្នឹងរៀបណាថានឹងទៅជួយ Moon Ho អញ្ចឹងហ្នឹងណាចំណែកយ៉ងស៊ីហ្នឹងក៏សួរថាតើនៅពេលហ្នឹងមានការវាយបតែបន្ទាប់គ្នាអត់បើសិនជាមានការវាយបតែបន្ទាប់គ្នាក៏អត់ទៅទេឲ្យ Moon Ho ឲ្យ Healer ហ្នឹងទៅតែម្នាក់ឯងបានហើយប៉ុន្តែត្រូវតែយកវិធានរបស់គេហ្នឹងត្រឡប់មកវិញឲ្យបានណាហើយភ្លាមហ្នឹង Healer ហ្នឹងគេក៏បានមកដើរពពោះយ៉ងស៊ីហ្នឹងទៅជាមួយគាត់ដែរគឺគាត់មិនឲ្យយ៉ងស៊ីហ្នឹងនៅនឹងទេប៉ុន្តែយ៉ងស៊ីហ្នឹងគេមិនព្រមទៅទេគេថាឲ្យ Healer ហ្នឹងទៅតែម្នាក់ឯងទៅគេនៅរងចាំដំណឹងថា Healer យក Moon Ho ត្រឡប់មកវិញអញ្ចឹងទៅណាចំណែក Healer ហ្នឹងគេក៏ផ្ដែផ្ដាំថាឲ្យយ៉ងស៊ីហ្នឹងចូលទៅក្នុងផ្ទះរបស់ Moon Ho ហ្នឹងឲ្យលឿនទៅដោយសារតែនៅហ្នឹងក៏មានសោស្រាប់ដែរនិយាយរួចហើយហ្នឹងគេក៏បានចេញឡានដើម្បីទៅតាម Moon Ho ហ្នឹងភ្លាមតែម្ដងរីឯក្រុមដែលបានចាប់ Moon Ho នៅនេះវិញម្ដងឥឡូវហ្នឹងគេក៏បានដកហូតទូរស័ព្ទរបស់ Moon Ho ចេញដើម្បីឲ្យគ្នារបស់គេហ្នឹងយកទូរស័ព្ទហ្នឹងជីបង្វែងដានផ្លូវរបស់ Healer ដោយសារតែគេដឹងថានៅក្នុងទូរស័ព្ទរបស់ Moon Ho ហ្នឹងគឺមាន GPS ធ្វើឲ្យ Healer ងាយស្រួលរកគេអញ្ចឹងទៅណាទើបបានជាគេហ្នឹងបង្វែងដានបែបហ្នឹងហើយចំណែក Healer គឺគាត់បើកទៅតាម GPS ដែលគាត់ហ្នឹងបានតាក់ទងទៅកាន់ទូរស័ព្ទដៃរបស់ Moon Ho ហ្នឹងគឺគាត់មិនបានដឹងថាគេបង្វែងដានគាត់ទេណារីឯយ៉ងស៊ីមនៅនេះវិញម្ដងគាត់បំរុងថាឡើងចរាយន្តដើម្បីទៅខុនដូរបស់ Moon Ho ប៉ុន្តែសត្វតែបានជួបជាមួយនឹងលពូអូទេវ៉ននៅកន្លែងហ្នឹងទៀតធ្វើឲ្យយ៉ងស៊ីមហ្នឹងគេភ័យខ្លាំងមែនទែនហើយសាច់រឿងមួយហ្នឹងគឺស្លេះតែហ្នឹងឯណាជាចុងក្រោយហ្នឹងអេដមីនសំណពរអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe Like និងរូបកណ្ដឹងដល់ Channel ថ្មីរបស់ Admin ម្នាក់មួយផងអរគុណបាយបាយ